ចប់បាត់ហើយបាទអាឡាសឺបាទចាញ់ក្រុមដែលទើបតែឡើងមកពីលីកលំដាប់ទី2បាទកាលពីឆ្នាំទៅបាទទាំងពីរជើងតែម្ដងនៅក្នុងរដូវកាលនេះបាទគឺក្រុមអាល់កាដាស៊ីយ៉ាដែលនៅក្នុងក្រុមនោះដែរក៏មានបាទ Superstar បាទល្បីៗមកពីអឺរ៉ុប2រូបផងដែរបាទគឺកីឡាករបាទណាឆូនិងអូបាម៉ាយ៉ាងហើយក្នុងនោះបាទអូបាម៉ាយ៉ាងគឺជាតួអង្គសំខាន់បាទជួយឲ្យក្រុមអាកាដាស៊ីយ៉ាយកឈ្នះទៅលើបាទក្រុមអាឡាហ្វឺទាំងពីរជើងតែម្ដងបាទក្នុងលទ្ធផល 1-2 បាទលេងពីរជើងទាំងក្រៅដីនិងក្នុងដីបាទលទ្ធផលបាទគឺ 1-2 ដូចគ្នាការប្រកួតជើងទី1នៅក្តីអាឡាហ្វឺបាទក្រុមអាកាដាស៊ីយ៉ាបាទយកឈ្នះទៅលើក្រុមអាឡាហ្វឺបាទក្នុងលទ្ធផលបាទ 1-2 ក្នុងនោះក៏មានគ្រាប់បាល់អូបាម៉ាយ៉ាងមួយគ្រាប់ផងដែរហើយកាលពីយប់មិញបាទក្រុមបាទអាកាដាស៊ីយ៉ាយកឈ្នះទៅលើក្រុមអាឡាហ្វឺភាសាជាថ្មីម្ដងទៀតនៅក្នុងជើងទី2បាទក្នុងលទ្ធផល12-1ទៀតបាទនៅក្នុងទឹកដីខ្លួនឯងហើយគ្រាប់បាល់ទឹក3គ្រាប់នោះក៏មានគ្រាប់បាល់របស់ម្យ៉ាងមួយគ្រាប់ផងដែរហើយជាគ្រាប់បាល់ជ័យជំនះទៀតផងបាទជាគ្រាប់បាល់ជ័យជំនះទៀតផងក្រុមនេះទោះបីជាទើបតែឡើងមកពីលីកលំដាប់ទី2ក៏ពិតមែនប៉ុន្តែបើយើងនិយាយពីទម្រង់លេងរបស់គេគឺឡើងបាទល្អគួរឲ្យកត់សម្គាល់មែនទែនបាទកីឡាករដែលពួកគេនាំចូលពីអឺរ៉ុបបាទមិនច្រើនទេប៉ុន្តែក្រុមនេះហាក់បីដូចជាមានភាពខ្លាំងតាំងពីឡើងមកពីលីកលំដាប់ទី2តែម្ដងប្រិមត្តជាងបាទបច្ចុប្បន្នក្រុមអាកាដាស៊ីយ៉ាបាទកំពុងតែឈរនៅចំណាត់ថ្នាក់លីក5បាទមានបាទ55ពិន្ទុបាទមាន55ពិន្ទុបាទនេះយើងមកមើលបាទគ្រាប់បាល់ជាជំនះបាទកាលប្រយុទ្ធមិញនៅនាទី87ពីអូបាម៉ាយ៉ាងតែមួយក្បាលបានក្លុកបាទអាឡាហ្វឺតាមស្មើនាទី84ទៅហើយបាទខ្ញុំគិតថាបាទអាឡាហ្វឺអាចនឹងហូបថែមហើយទទួលបានជ័យជំនះតែជាក់ស្ដែងអត់ទេនាទី87អូបាម៉ាយ៉ាងដាក់ម៉ាំងក្លុកមួយក្បាលបាទបើការនោះមុខខ្សែថ្មីទៅលើក្រុមអាឡាហ្វឺ